សួស្តីបាទប្រិមិត្តអ្នកស្នេហាផ្សាយបាកីឡាបាល់ទាត់ទាំងអស់គ្នាវល់ជួបសាជាថ្មីជាមួយខ្ញុំបាទបាទអេមីនសុលម្ដងទៀតហើយជាមួយនឹងការប្រកួតដ៏កក្រាក់ក្នុងសប្តាហ៍នេះបាទគឺព្រីមលីកបាទរវាងក្រុមហុងក្រហមលីវើពូលត្រូវតតាំងជាមួយក្រុម Crystal Palace ខណៈដែលក្រុម Mon ខ្នានីស្បតត្រូវទៅសួរសុខទុក្ខក្រុមចចក Wolverhampton ចំណែកឯគូឯកប្រចាំសប្តាហ៍បាទគឺកំភ្លើងធំ Arsenal ត្រូវប៉ះជាមួយក្រុមសារកាព្រៃ Newcastle តើក្រុមណាខ្លះនឹងទទួលបានជ័យជំនះក្នុងសប្តាហ៍នេះតោះទៅតាមដានការវិភាគជាមួយខ្ញុំបាទទាំងអស់គ្នាតោះកុំឲ្យខាត់ពេលយូរចូលទៅដល់ការវិភាគគូទី1តែម្ដងទៅរវាងក្រុមម្ចាស់ផ្ទះបាទហុងក្រហមលីវើពូលបាទត្រូវប៉ះជាមួយក្រុម Crystal Palace ការប្រកួតជំនេះលេងក្នុងទឹកដី Anfield របស់ហុងក្រហមលីវើពូលបច្ចុប្បន្នលីវើពូលលេខ5បាទឈរនៅកំពូលតារាងមាន55ពិន្ទុខណៈដែលក្រុម Crystal Palace មានលេខរៀងទី13មាន43ពិន្ទុចំនួន5ប្រកួតចុងក្រោយ Crystal Palace បានឈ្នះ2លើកនិងហុងក្រហមឈ្នះ1ប្រកួត5ប្រកួតចុងក្រោយរបស់ហុងក្រហមលីវើពូលបាទគឺឈ្នះ2ស្មើ5ប្រកួតចុងក្រោយរបស់ហុងក្រហមលីវើពូលបាទគឺចាញ់3ប្រកួតឈ្នះ2ប្រកួតចុងក្រោយគឺឈ្នះទៅលើ Everton 2-1 បាទក្រៅទឹកដីចំណែកឯក្រុម Crystal Palace បាទ5ប្រកួតចុងក្រោយវិញមានរឿងល្អដែរដោយឈ្នះ2ប្រកួតស្មើ2និងចាញ់1ប្រកួតចុងក្រោយនោះគឺស្មើជាមួយក្រុម West Ham ហើយសម្រាប់គូទី1នេះដែរបាទ admin បាទជឿជាក់ថា Liverpool អាចនឹងយកឈ្នះបានទៅលើបាទក្រុម Crystal Palace បាទ 100% តែម្ដងបាទសម្រាប់លទ្ធផលទូទាយ admin ថា Liverpool 2និង Crystal Palace 0ចូលមកដល់គូទី2វិញបាទរវាងក្រុមម្ចាស់ផ្ទះ Wolverhampton ទទួលក្រុម Tottenham Hotspur បាទបច្ចុប្បន្ន Wolverhampton នៅបាល់តារាងលេខ20មាន17ពិន្ទុចំណែកឯក្រុម Tottenham Hotspur លេខរៀងទី18ក៏មិនទាន់មានសុវត្ថិភាពដែរមាន31ពិន្ទុប៉ុណ្ណោះបងតែទីរួមគ្នាសម្រាប់5ប្រកួតចុងក្រោយដែលប៉ះគ្នាបាទគឺក្រុមម្ចាស់ផ្ទះបាទឈ្នះ3លើកទៅហើយបាទស្មើ2បាទស្គាល់តែឈ្នះទៅលើ Wolverhampton ទេបាទ5ប្រកួតចុងក្រោយរបស់ក្រុមម្ចាស់ផ្ទះនោះគឺបាទឈ្នះ1ប្រកួតស្មើ1និងចាញ់3ប្រកួតចុងក្រោយគឺចាញ់ Leeds United 3-0 បាទក្រៅដីចំណែក Tottenham Hotspur បាទ5ប្រកួតចុងក្រោយនោះគឺបាទឈ្នះ1ប្រកួតស្មើ2និងចាញ់2បាទប្រកួតចុងក្រោយបាទគឺស្មើជាមួយនឹង Brighton បាទក្នុងដីខ្លួនឯងនោះគឺ2-2សម្រាប់លទ្ធផលទូទាយបាទអេមីនគិតថាបាទក្រុមទាំងពីរនេះអាចមានលទ្ធភាពត្រឹមតែស្មើគ្នាប៉ុណ្ណោះបាទគឺ2-2ចូលមកដល់គូទី3ចុងក្រោយបាទគូឯកយើងបាទគឺកំភ្លើងធំ Arsenal បាទយើងដឹងហើយបាទ Arsenal បាទបច្ចុប្បន្ននេះគឺឈរនៅលើកំពូលតារាងបាទលេខ2បាទមានពិន្ទុស្មើជាមួយនឹងក្រុម Man City ដូចគ្នាប៉ុន្តែចាញ់គ្រាប់បាល់ចំណែកឯក្រុម Newcastle បាទបច្ចុប្បន្ននេះបាទឈរលេខរៀងទី14បាទមាន42ពិន្ទុប៉ុណ្ណោះបាទកំពុងតែប្រទីប្រជុំគ្នាដើម្បីរកកៅអីលេង Europa League បាទចំនួន5ប្រកួតចុងក្រោយរបស់ក្រុមទាំងពីរនេះបាទមើលទៅបាទ Arsenal រៀងល្អដែរណាបាទគឺឈ្នះរហូតដល់3ប្រកួតឯណោះបាទចាញ់ Newcastle 2ប្រកួតដូចគ្នាបាទ5ប្រកួតចុងក្រោយរបស់ក្រុមម្ចាស់ផ្ទះដូចជាមិនសូវបានល្អតែសោះបាទឈ្នះ1ប្រកួតស្មើ1និងចាញ់3ប្រកួតចុងក្រោយគឺចាញ់ Man City បាទ2-1បាទក្នុងដីរបស់ Man City ចំណែក5ប្រកួតរបស់សារកាព្រៃ Newcastle បាទគឺរៀងលាក់តែម្ដងណាដល់ឈ្នះតែ1ប្រកួតប៉ុណ្ណោះចាញ់រហូតដល់4ប្រកួតទៅហើយបាទប្រកួតចុងក្រោយគឺចាញ់ទៅលើបាទ4នៅម៉ៅក្នុងដីរបស់ខ្លួនឯងបាទ1-2ហើយសម្រាប់គូទី3នេះដែរបាទអេមីនគិតថាបាទ Arsenal អាចនឹងឈ្នះការប្រកួតនេះក្នុងទឹកដីរបស់ខ្លួនសម្រាប់លទ្ធផលអេមីនទូទាយថា Arsenal 2 Newcastle 1បងប្អូនយល់យ៉ាងណាសម្រាប់ការវិភាគរបស់អេមីនកុំភ្លេច comment នៅក្នុងបាទវីដេអូនេះទាំងអស់គ្នាជួយចុច like ចុច share ដើម្បីទទួលបានវីដេអូថ្មីៗអរគុណជួបគ្នានៅវីដេអូក្រោយ